ta lại dừng chỗ đó sai rừng dừng vĩnh giúp mình dừng khơi nhá cặp của được nông việc buôn crom trong cào tiện tôn từ nông crom bao tuột Croat pa chmun Argentin pa chmun Croat giúp mình được nông cái là than Lusail Stadium bạn nơi Prote Qatar là tập pal cứ Argentin bạn bầm bắc từ lưới crom bao tuột Croat đây là tập pal bay zone hỏi vì mình men chỉ ca vô China tại mũi côn nô tế vì coi chỉ ca song sắc từ lưới crom bao tuột Croat đây Argentin thuộc tranh Croat rồi mà đong ta hai ca bị Nam pi pon đập rầm bầy Pol cứ 4 ឆ្នាំក្រោយបាទ 4 ឆ្នាំក្រោយអាសង់ទីនសងសឹកបានសម្រេចបងបាទលទ្ធផលយកមិនគឺអាសង់ទីនឈ្នះ 3-0 ចាញ់ក្រូអាតវគ្គគ្រប់ស្តេច 2018 មកឈ្នះក្រូអាតនៅវគ្គ 4 ក្រុមចុងក្រោយ 2022 តើនេះឬវាមិនមែនគេហៅថាជាការចាយដនទេបាទវាគឺជាការខិតខំប្រឹងប្រែងរបស់អាសង់ទីនហើយយើងឃើញថាយុគមិញអាសង់ទីនបើលេងតាំងពីនិយាយទៅចាប់ពីនាទីទី 25 ឡើងអាសង់ទីនចាប់ដើមបើលេងល្អខ្លាំងហ្មងបើចាប់តាំងពីនាទីទី 25 ឡើងក្រូអាតចាប់ដើមលេងដំបូងគឺល្អមែនសម្រាប់ក្រូអាតពូទទួលស្គាល់ថាក្រូអាតល្អមែនចាប់ដើមកែបាល់ភ្លាមតែដល់ពេលបាទរាប់ចាប់តាំងពីនាទីទី 25 មកនៅពេលដែលប្រឡែងបាល់អាសង់ទីនលេងវិញអាសង់ទីនចាប់ដើមកោហ្មងជាពិសេសគឺលៀនមេស៊ីអូយបើមេស៊ីយកមិញបាទនឹងបានថាដូចពូតែនិយាយថាវាទេពកោសលរបស់លៀនមេស៊ីឬក៏គាត់មេស៊ីវាមិនមានអ្នកណាមួយធ្វើបានដូចគាត់ហើយវាក៏កម្រនឹងមានកីឡាកររូបណាដែលមានទេពកោសល្យបាទដូចមេស៊ីខ្លាំងណាស់បាទលីអូណែលមេស៊ីអូបាទពូខេងគាត់ពូសរសើរហ្មងអញ្ចឹងបានថាគេតែនិយាយថាអាទេពកោសល្យហ្នឹងដូចមនុស្សភពផ្កាយដូចមនុស្សក្រៅភពវាមែនហើយភពផែនដីយើងវាកម្រថាអ្នកណាដែលមានអាយុប៉ុនមេស៊ីហើយកាយសម្បទាប៉ុនមេស៊ីល្អហ្នឹងគឺល្អជាង legend របស់អាសង់ទីន Diego Maradona ទៀតល្អជាង Maradona ទៀតបើលៀនមេស៊ីហើយកំណត់ត្រាមេស៊ីយំមិញគាត់ធ្វើបានមួយទៀតហើយយើងរាប់ចាប់តាំងពីវគ្គគ្រប់ស្តេវគ្គ32ក្រុម32ក្រុមក៏មេស៊ីសុទ្ធចូល16ក្រុមក៏មេស៊ីសុទ្ធចូល8ក្រុមក៏មេស៊ីសុទ្ធចូល4ក្រុមក៏មេស៊ីសុទ្ធចូលអញ្ចឹងបានន័យថាបរិះរបស់សង់ទៀនម្នាក់នេះគឺគាត់ធ្វើបានបាទសូម្បីតែនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ក៏ Lionel Messi អាចបើសិទ្ធ8កំណត់ត្រាដែលមិនមានកីឡាករណារូបណាធ្វើបានទេអានេះគឺ4ដំណាក់កាលបាទ32ក្រុម16 8ក្រុមនិងសេមីហ្វីណលបាទយុគបាញ់វគ្គ4ក្រុមចុងក្រោយចាំមើលថាឥឡូវហ្នឹង Lionel Messi ជួយឲ្យអាសង់ទីនឡើងទៅកាន់វគ្គផ្ដាច់ព្រាត់បាទរងចាំអត់មើលយប់នេះម៉ារ៉ុកប៉ះជាមួយបារាំងប្រសិនបើវគ្គផ្ដាច់ព្រាត់ Lionel Messi សិតបានមកគ្រាប់ទៀតនៅក្នុងវគ្គបានន័យថាវគ្គផ្ដាច់ព្រាត់អញ្ចឹងបានន័យថានៅលើភពផែនដីនេះគឺវាអត់មានកីឡាករណាដែលធ្វើបានដូច Lionel Messi ទេហើយប្រសិនបើអាសង់ទីនឈ្នះពាន World Cup ទៀតLionel Messi អាចនឹងប្រមូលយកឲ្យបាទតាំងពីស្បែកជើងមាសតាំងពីបាឡុនដ័រតាំងពីពានបុគ្គលជាពិសេសគឺកំណត់ត្រាដ៏ធំរបស់គាត់ដែលគាត់ចង់ឈ្នះ World Cup ជាមួយនឹងប្រទេសរបស់គាត់នោះគឺបានសម្រេចដូចអ្វីដែលគាត់បានសម័យតាំងពីប្រហែលឆ្នាំមុនមកម្ល៉េះនេះគឺវាមិនមែនជារឿងចៃដន្យទេដែល Messi ធ្វើបានដូចករណីយុគមិញអញ្ចឹងភាពល្អឥតខ្ចោះបើទេពកោសល្យដ៏ប៉ិនប្រសប់របស់ Lionel Messi គ្រាប់ទី2ដែលគាត់អាចទាញដាច់ខ្សែការពារដល់ទៅ3នាក់របស់ក្រូអាតបានត្រង់ហ្នឹងហើយដែលយើងសរសើរមិនដាច់ពីមាត់ថាអូមេស៊ីពិតជាមានទេពកោសល្យដូចមនុស្សក្រៅភពដែលមនុស្សធម្មតានៅលើភពផែនដីនេះមិនអាចធ្វើបានដូចគាត់ទេបើវាល្អហួសពីការស្មានលើសពីការរំពឹងទុកទៅទៀតតែយើងក៏សោកស្ដាយដែរសម្រាប់ក្រុមបាល់ទាត់ក្រូអាតដែលជាក្រុមបាល់ទាត់មួយដែលល្អទៅហ្មងបើយើងសង្កេតមើលបើយើងចាប់អារម្មណ៍តាំងពី2018មកប្រូសវណ្ណរតកិនវាអាចថាក្រុមដែលមានបាទគេហៅថាកីឡាករមិនជាល្អខ្លាំងពេកទេប៉ុន្តែការលេងបាទការដឹកនាំស្ថានភាពរបស់ក្រុមឬក៏ឆន្ទៈក្រុមនោះគឺបាទបានន័យថាបើល្អខ្លាំងបំផុតមកសម្រាប់ក្រូអាតអញ្ចឹងប៉ុន្តែការចាញ់មកក្រូអាតយូរមិញក៏ក្រូអាតមិនជាគេហៅថាឈឺចាប់ឬក៏សោកស្ដាយប្រហែលដែរសម្រាប់ក្រូអាតបាទពួកក្រូអាតធ្លាប់បានឡើងទៅដល់ final រួចម្ដងហើយកាលពីឆ្នាំ2018តោះនេះអាផានរង rapper អញ្ចឹងលើកនេះក៏ជាប្រវត្តិសាស្ត្រដ៏ល្អមួយសម្រាប់ក្រូអាតមួយទៀតនៅក្នុងការឡើងមកកាន់វគ្គ4ក្រុមចុងក្រោយក្រូអាតគិតមើលក្រូអាតស៊ីតាំងពីជើងខ្លាំង ranking លេខ1លេខ2អាប្រេស៊ីលក៏ក្រូអាតបាស៊ីបែលហ្សិកក៏ក្រូអាតទម្លាក់ហើយហ្វៃត្បិតតែស្មើមែនប៉ុន្តែអញ្ចឹងបានន័យថាយើងទទួលស្គាល់ថាក្រូអាតពិតជាក្រុមមិនអាចមើលស្រាលបានមែនក្នុងពេលយុគសម័យបច្ចុប្បន្ននៃវិស័យបាល់ទាត់នៅលើពិភពលោកតែដល់ពេលមកប៉ះជាមួយអាសង់ទីនឃើញអាសង់ទីនជួបជាមួយហូឡង់រៀងទៅដាបទៅដួសបានត្រឹមមកទប់ស្មើមួយហូឡង់ដល់ពេលមកប៉ះមួយក្រូអាតដូចបាក់ហ្មងវាខុសពីការ2018
2018ដូចក្រូអាតដូចតែមជាងដូចបាទដូចដឹងដែលដូចមានគេហៅថាចំណុចពិសេសមួយនៅក្នុងការទប់ស្កាត់មេស៊ីក្នុងការបិទមេស៊ីក្នុងការបញ្ឈប់មេស៊ីតែដល់ពេល2022នេះគឺបរិបត្តិបាល់ទាត់វាផ្លាស់ប្ដូរដល់ពេលវាផ្លាស់ប្ដូរទៅបាទក្រូអាតយូមិញនិយាយឡើងចេញមកគ្រាប់បាល់ទី1វាមិនសឹកអីម៉ានេះគ្រាប់បាល់របស់ Julian Alvarez បាទ Alvarez ដែល Alvarez អូដាច់ខ្សែការពីឲ្យប្រុងទៅនឹងសុទ្ធអីប៉ុន្តែត្រូវបានប៉ះដោយអ្នកចាំទីLivakovic របស់ក្រូអាតអាញាកដាលលោក Daniel Osato ឲ្យបាល់ពីនៃ11ម៉ែត្រហើយក៏សុទ្ធបានដោយ Lionel Messi បាទគ្រាប់បាល់បើកឆាកដំបងបន្ទាប់មកគ្រាប់ទី2របស់ Julian Alvarez បាទគ្រាប់ទី2ក៏តង់ទី1 5នាទីគ្រូអាសង់ទីននាំមកក្រូអាត 2-0 បាត់ហើយហ្នឹងដល់ពេលចូលដល់តង់ទី2បាទតង់ទី1 2គ្រាប់តង់ទី2ថែមមួយគ្រាប់ទៀតមានអីទៀត Sri without reply បាទតាមមិនទាន់ទៀតអាហ្នឹងវគ្គហ្នឹងគឺវគ្គបានន័យថាតាមដំណើរហើយអញ្ចឹងសរសើរបើសរសើរយុគមេអាសង់ទីនល្អបំផុតមកការលេងប៉ះមួយក្រូអាតហើយយើងដឹងហើយថាក្រូអាតមិនមែនជាក្រុមធម្មតាទេប្រហែលគីឡូត្រឹមប្រេស៊ីលទប់ក្រូអាតអត់ជាប់ហងហើយអ្នកវិភាគមួយចំនួនសម្បីតែពូដែលជាអ្នកអត្ថាធិប្បាយបាល់ក៏ជឿជាក់លើក្រូអាត Monster ដែរយកមិញមកផែនដីយើងសឹងតែ100នាក់មាន80នាក់ឯងដែលជ្រើសរើសយកក្រូអាតតែចុងក្រោយឃើញដាច់ផ្ងាឈឹងហ្មងដោយសារអាសង់ទីនលេងមកក្បាច់នេះគេហៅថាក្បាច់ញាក់វត្តកតុយអើយបាទយុគមិញបាល់រីគិនចឹងអបអសាតូរបស់ក្នុងការរបស់អាសង់ទីនបាទអបអសាតូក្រុមពពកឃីវអាសង់ទីននៅក្នុងការកក់កៃវាដៃព្រាត់ដោយរងចាំអ៊ុតមើលយុគនេះថាបារាំងឬក៏ក្រូអាតបាទប៉ះជាមួយអាសង់ទីននៅ final game ហើយយុគមិញ Lionel Messi ទៀតសោតក៏ទទួលបានពានរង្វាន់គេហៅថា MVP អញ្ចឹងបានន័យថារាប់ចាប់តាំងពីវគ្គ group stage មកវគ្គ group stage មក MVP Messi ទទួលបានដូចជា4ដងហើយ32ក្រុមក៏ MVP ក៏ទទួលបាន MVP 16ក្រុមក៏ MVP 8ក្រុមក៏ MVP 4ក្រុមក៏ MVP ទៀតឬក៏ Man of the Match ហ្នឹងអញ្ចឹងបានន័យថាបាទគ្រប់វគ្គតាំងពីវគ្គចែកពូលមក Messi គឺខ្លាចជាកីឡាករល្អបំផុតបងប្រចាំការប្រកួតនៅក្នុងវគ្គនីមួយៗនេះវាបាទសបញ្ជាក់ឲ្យឃើញថាបាទស័ក្តិសមគេហៅថា God Man បាទគាត់ Messi ដោយពូតែនិយាយតែហើយគាត់ដូចយុគមកអញ្ចឹងគាត់ Messi ហើយចាំមើល final game បាទ Messi គាត់ធ្វើកំណត់ត្រាមួយណាទៀតបង្កើតឡើងនៅក្នុងបាល់ទាត់បាទមុនពេលដែលគាត់ចូលនិវត្តន៍តែមែនតែនទៅវាបាទមិនសរសើរមិនបានទេបាទយុគមិញ Lionel Messi មិនសរសើរមិនបានមកចំពោះទេពកោសល្យដ៏ល្អរបស់ខ្យល់របស់គាត់បាទយើងទៅគិតថាគាត់លេងឲ្យលិចផ្សេងដល់ពេលមកលេងឲ្យជំរឿជាតិគឺផ្សេងហ្មងការលេងឲ្យជំរឿជាតិគាត់លះបង់ទាំងអស់ហ្មងកម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីបាទគឺលេងគិតហើយសូម្បីតែរបួសសូម្បីតែគេហៅថាភាពនឿយហត់បាទគឺគាត់អត់ខ្វល់ទេសំខាន់គឺឆន្ទៈរបស់គាត់គឺគាត់លះបង់ដើម្បីជំរឿជាតិអាសង់ទីនហើយយុគមិញនៅឯតំបន់កោះនេះទីក្រុងរីយ៉ូទីក្រុងរីយ៉ូដេសានេរ៉ូបាទមិនមែនប្រេស៊ីលទេណាទីក្រុងនៅអាសង់ទីនដេសានេរ៉ូបាទមានឧទ្ធម្ភាគចក្រគេហោះដើម្បីដឹកអាវរបស់អាសង់ទីនឆ្វែលមុនការប្រកួតហើយនៅប្រទេសអាសង់ទីនទៀតសោតក៏មានការប្រមូលផ្ដុំបាទប្រចាំងស្លាយដើម្បីមើលដើម្បីគ្រប់គ្រងនៅអាសង់ទីនឯណោះអញ្ចឹងបានន័យថាយុគមិញក្រោយជ័យជំនះអាសង់ទីនយកឈ្នះទៅលើក្រូអាតហ្នឹងគឺបាទវាបានធ្វើឲ្យប្រជាជនអាសង់ទីនគឺមានមោទនភាពខ្លាំងមែនទែនទាំងដែលអ្នកដែលមើលផ្ទាល់នៅកីឡាដ្ឋាន Lusail Stadium នៅឯកាតាហើយអ្នកដែលគ្រប់គ្រងបាទពីប្រទេសអាសង់ទីនបាទថែមទៀតផងអញ្ចឹងវារត់ទៅធ្វើអាសង់ទីនគឺមានកម្លាំងចិត្តពុះកញ្ជ្រោលខ្លាំងណាស់បាទយុគមិញបាទជ័យជំនះដ៏ត្រចះត្រចង់ដ៏ធំធេងបាទមិនត្រឹមតែប៉ុណ្ណោះទេគឺសងសឹកបានសម្រេចទៀតបាទ4ឆ្នាំអាសង់ទីនបាន comeback បកទៅវិញ 3-0 បាទដោយការដែលក្រូអាតឈ្នះអាសង់ទីន2008 3-0 ដូចគ្នាដូចនោះដែរបាទអញ្ចឹងយើងរងចាំមើលថាបាទ final game អ្នកណាប៉ះអាសង់ទីនម៉ារ៉ុកឬក៏បារាំងបាទយុគនេះម៉ោង2គឺយើងកាត់សេចក្តីហើយបាទឥឡូវយើងទៅមើលបាទបារាំងជាមួយនឹងម៉ារ៉ុកបន្តិចយុគនេះបាទក្រុមបាល់ទាត់ម៉ារ៉ុកដែលមានមូលដ្ឋានមកពីខាងអាហ្វ្រិកម៉ារ៉ុកនេះគឺជាក្រុមទី1ហើយដែលឡើងមកដល់វគ្គ4ក្រុមចុងក្រោយហើយក៏ជាក្រុមដែលមកពីតំបន់អាហ្វ្រិកដែលឈានមកឡើងមកដល់វគ្គពិសេសមួយនេះបាទពីមុនមកគឺកម្រមានណាបាទកម្រមានថាក្រុមមកពីអាហ្វ្រិកឡើងទៅដល់វគ្គ4ក្រុមចុងក្រោយខ្លាំងណាស់បាទភាគច្រើនគឺមកពីតំបន់ CONMEBOL ខាងប៉ៃឡាទីនឬក៏តំបន់អឺរ៉ុបតែប៉ុណ្ណោះដែលឡើងមកដល់វគ្គ4ក្រុមចុងក្រោយក៏ប៉ុន្តែម៉ារ៉ុកបានបំបែកគេហៅថាកំណត់ត្រាពិសេសមួយក្នុងនាមជាក្រុមមកពីតំបន់អាហ្វ្រិកបាទឡើងមកដល់
វគ្គ4ក្រុមចុងក្រោយក្រោយពីទម្លាក់ក្រុមបញ្ជាខាលប៉ុកទីហ្កាល់ដែលលទ្ធផល1-0នៅក្នុងវគ្គ8ក្រុមចុងក្រោយកាលពីប្រហែលថ្ងៃមុននេះហើយត្រូវមកជួបជាមួយនឹងក្រុមជើងឯក2សម័យឬក៏ក្រុមជើងឯកបាទ2018មនកូបារាំងនៅយប់នេះបាទនៅក្នុងកីឡាដ្ឋានដូចជាលេងនៅអាល់ទូម៉ាម៉ាបាទយប់នេះអញ្ចឹងបានន័យថាបារាំងប៉ះជាមួយនឹងម៉ារ៉ុកនេះក៏វាមិនមែនជារឿងចៃដន្យដែរហើយក៏អាចថាវាជាគូដែលមិនសូវហ៊ីតដូចអាសង់ទីនប៉ះក្រូអាទេព្រោះយើងមើលទៅកម្រិតរបស់ម៉ារ៉ុកក៏រៀងស្ទើរបាទន័យថាយើងក្រោមជាងបារាំងតែយើងមិនអាចមើលស្រាលម៉ារ៉ុកបានទេណាបាទមិនអាចមើលស្រាលម៉ារ៉ុកបានទេបាទម៉ៅឃីមបាទប៊ុនណាណូមីណូអញ្ចឹងចាំមើលយប់នេះបាទយើងដឹងហើយថាម៉ារ៉ុកគឺជាក្រុមដែលបកកែការពារបាទយើងមើលដូចថ្ងៃប៉ះមួយប៉ុកទីហ្កាល់អញ្ចឹងម៉ារ៉ុកគឺចាំឆ្មក់បាទន័យថាចាំជ្រៀតឱកាសតែបាល់ content ទេគេហៅថាឬក៏បាល់ counter អញ្ចឹងនៅពេលដែលបារាំងបាទធ្វើប្រហែសឬក៏បាត់បាល់ម៉ារ៉ុកគឺលេងហើយបាទបាល់ដាច់មាត់ហ្នឹងតែមិនដឹងថាបារាំងគេប្រើវិធីសាស្ត្រឬក៏យុទ្ធសាស្ត្រយ៉ាងម៉េចទេចាំមើលលោក Didier Deschamps គាត់រៀបចំបាទតាក់ទិកដើម្បីឲ្យកូនក្រុមរបស់គាត់ទាំងអស់បាទតទល់ជាមួយនឹងក្រុមបាល់ទាត់យុគម៉ារ៉ុកយប់នេះហើយម៉ារ៉ុកក៏គេត្រៀមអីដើម្បីដាក់កីឡាករណាដែលអាចបញ្ឈប់បាទអាប៉េបានព្រោះបើមើលនៅលើទីលានបាទមានតែម្នាក់ទេដែលគិតថាអាចនឹងបញ្ឈប់អាប៉េបានបាទគឺមានតែហាគីមស៊ីជេកហើយអចេស្រ័យបាទគឺមានតែអាចរហាគីមីទីសិនក៏ជាមិត្តភក្តិជិតស្និទ្ធរបស់អាប៉េដែរព្រោះពួកគេទាំងពីរហ្នឹងគឺលេងនៅក្លឹបបាល់ទាត់ប៉ារីសសាន់ហ្សឺម៉ាន់ដូចគ្នាអញ្ចឹងយប់នេះបាទគ្រូបំបុករបស់ក្រុមបាល់ទាត់ម៉ារ៉ុកបាទគេដាក់គេដាក់ហាគីមីជាមួយនឹងបាទសូហ្វានអារ៉ាបាត់បាទពីរនាក់ហ្នឹងដើម្បីបញ្ឈប់ឬក៏ទប់ស្កាត់អាប៉េនៅក្នុងអាប៉េអាចនឹងបកគ្រោះថ្នាក់ណាមួយទៅលើក្រុមបាល់ទាត់ម៉ារ៉ុកបាទមានតែមានតែហាគីមីទេបាទគេគិតហើយថាបាទប្រហែលជាអាចនឹងហាគីមីបាទអាចបញ្ឈប់អាប៉េបានតែប្រយ័ត្នមែនទេណាមិនមែនមានតែអាប៉េមួយទេអាស្ដាំប្រយ័ត្នបាទម៉ួយពេទ្យអានោះមួយឆ្នាំលប៊ូស100មួយឆ្នាំ315ថ្ងៃមួយឆ្នាំលប៊ូស200ដងបាទអូស្មានឌីមបេលេហើយកដាលបាទប្រយ័ត្នមែនទេណាកដាលនេះក៏អត់សូវមាត់ដែរបាទជីរូតខ្លាចាស់កម្ពុជារបិចនេះក៏ច្បាស់ដែរបាទក្បាលក៏បានក្រោមក៏បានអញ្ចឹងបានន័យថាបារាំងគេពេញអេគីបរបស់គេហ្មងបាទខាងលើ trio របស់គេមានអឹមបាប៉េមានជីរូតមានអូស្មានឌីមបេលេកដាលមានអាប៊ឿនទី2បាទយូមេនីមានរ៉ាប់យូតហើយនឹងអានតូនីគ្រីស្មាន់លេងនៅជំរឿជាតិល្អចុយបន្លែល្អបាទគ្រីស្មាន់ក៏ឡុកពេញហ្នឹងហ្មងបាទគ្រីស្មាន់និយាយទៅគឺល្អហ្មងលេងនៅជំរឿជាតិដូចអ្វីដែលគាត់ដូចការដែលគាត់កំពុងឡើងលេងនៅអាតេការពីប្រហែលឆ្នាំមុនហ្នឹងការពី3 4 5ឆ្នាំមុនអញ្ចឹងពូនៅឃើញដល់ពេលឃើញគ្រីស្មាន់លេងល្អអញ្ចឹងនៅឃើញដល់ការគាត់ពីមុនដែលគាត់ចេញទៅបាសេការគាត់លេងនៅអាតេតែឥឡូវគាត់ដូចលេងចាប់ដើមល្អវិញហ្មងអេនតូនីគ្រីស្មាន់ហើយការពារជើងក្រោមគេយប់នេះ Rafael Varane Benjamin Pavard Upamecano Theo Hernandez ហើយ Gon បាទមួយទៀត Hugo Lloris អាហ្នឹងគឺអេគីបរបស់បារាំងហើយយប់នេះបាទគេដាក់ពេញសាច់ហ្មងបំរើការពារប្រយុទ្ធហើយតែម៉ារ៉ុកបាទយើងស្គាល់តែ2នាក់ទេដែលច្បាស់ជាងគេហ្មងគឺ Hakim Ziyech ជើងបាទទាត់កោងហើយនឹងបាទខ្សែការពារដែលកំពុងបាទឡើងតម្រង់លេងហ្នឹងគឺអាចរហាគីមីអញ្ចឹងយប់នេះវាទៅប៉ះគ្នាមួយពួកម៉ាក់ខ្លួនគេពួកម៉ាក់ប៉េអូបាញ់ញាក់សាច់មកយប់នេះតែពូនៅតែគិតថាបារាំងនឹងទម្លាក់ម៉ារ៉ុកបានពូគាត់ថាបារាំងវាមិនមែនប៉ុកទីហ្កាល់ពូគាត់ថាការប្រកួតយប់នេះគឺលទ្ធផលបើនិយាយពីលទ្ធផលហ្មងក៏ពិបាកបែងឆ្ងាយច្រើនគាត់ដឹងហើយថាបាទបារាំងវាដូចអត់មានអីសាំញ៉ាំដែលទៅទាញយកប្រវត្តិយកអីមកទេបាទបារាំងឡើងមកនេះក៏មិនមែនជារឿងចៃដន្យម៉ារ៉ុកឡើងមកនេះក៏មិនមែនជារឿងចៃដន្យបើវាសិតតែគេហៅថាកើតឡើងពីការប្រឹងប្រែងដូចគ្នាអញ្ចឹងលទ្ធផលពូទូទាយកហ្មងលទ្ធផលនេះគឺ2-0បារាំង2ម៉ារ៉ុក0ហើយវាផ្ដាច់ព្រាត់បារាំងប៉ះមកអាសង់ទីន2-0បាល់នឹងជឿអត់ជឿពូអត់ឡើយជឿអត់ចាឡើយជឿម្ដងទៀតហើយពូនិយាយជឿម្ដងទៀតហើយតែតាមម្ដងទៀតហើយណា2-0ហើយប្រវត្តិបារាំងមួយម៉ារ៉ុកអត់អាចឈ្នះបារាំងទេណាម៉ារ៉ុកអត់អាចឈ្នះបារាំងទេទាំង friendly ទាំងផ្លូវការអញ្ចឹងបានហ៊ានពូបានពូហ៊ានទូទាយថាបាល់ហ្នឹងគឺបារាំងយកឈ្នះម៉ារ៉ុកដោយលទ្ធផល 2-0 ហើយអ្នកទាំងអស់គ្នាអាចទូទាយលទ្ធផលពួកយើងជិតដល់ថ្ងៃចែកឲ្យលើកទី2ហើយ
យើងចិត្តដល់ថ្ងៃចែកឲ្យលើកទៅពីលទ្ធផលគឺយកតែក្នុងការ live ដែលយប់មិញពូជាពាក់ឲ្យបងប្អូនខ្លះមិនដូចជាគាត់ទាយត្រូវខ្លះហើយពូចូលឆែកមើលហើយតែចាំថ្ងៃ final ឬក៏ចាំថ្ងៃចាំពាក់ទី2យើងចែកសរុបមកអញ្ចឹងលទ្ធផល comment នៅក្នុងការ live ហើយ share ការ live នឹងមួយផងណាតាឥឡូវច្បាស់មិនច្បាស់លទ្ធផលគឺមក comment ចូលមកដូចអាហួរយប់មិញឃើញទេក្រាច់ស្គរឲ្យពូ 3-0 ហើយពូនិយាយប្រាប់វាថាបើសិនជាក្រាច់ស្គរត្រូវឲ្យ iPhone 14 Pro ហ្មងអានោះមានត្រូវមិនវាមែនហើយពូវាអត់យកឲ្យពូបាញ់លុយ 1000 ពូបាញ់ឲ្យងាកមិញបាទមកលទ្ធផលបដាណាហើយចាំលទ្ធផលខ្លួនឯងផងបារាំង3ម៉ារ៉ុក1ពូសុំសួរមួយចេញពីចិត្តរឿងបាល់អូខេតម្លាក់មកវ៉ារិនម៉ារ៉ុក8បារាំង2មីណាម៉ារ៉ុក1បារាំង2ឈ្នះមិនឈ្នះដឹងហើយប៉ុន្តែដល់លឹមពូចង់ឲ្យខមមិនលទ្ធផលហ្មងណាពូចង់សួរពីអារម្មណ៍យើងគិតថាលទ្ធផលប្រហែលទល់ប្រហែលណាឥឡូវយើងដូរយើងគប់កុំគិតរឿង Sky តែគិតរឿង Sky មានអារម្មណ៍ទៀតទៅលើកុំគិតរឿង Sky ដករឿង Sky ចេញសិនពូចော့ឥឡូវគេច្បាស់ណាស់តិចនងខ្ញុំស៊ីងឥឡូវជឿជាក់លើពូម្ដងទៀតណាជឿជាក់លើពូម្ដងទៀតណាចូលតាមិនណាមិនចឹងអានៀនបារាំង4ម៉ារ៉ុក1ចុយស៊ីច្រើនហើយស៊ីច្រើនហើយម៉ៅប៊ុនម៉ាមើលហេចក់សុំអាវ100ឈុតចែកយុវជនស្រុកជីក្រែងសៃហាបារាំង4ម៉ារ៉ុក1បងធីរ៉ាបារាំង2ម៉ារ៉ុក1បើម៉ារ៉ុកចាញ់ពូដើស្រាតបារាំង1ម៉ារ៉ុក2គាត់តែប្រហែល10 20អ្នកដំបងនេះភាគច្រើនគឺយកបារាំងមកចុះអាណាមិនយកបារាំងមិនចឹងអាណាមិនយកបារាំងភ្លើសុតអាណាមិនទុកចិត្តអាប៉េនេះស៊ូតជួយបារាំងផងអូស៊ូតដឹងតែជួយបងប្អូនយ៉ាសិតដឹងតែជួយហើយយប់ហ្នឹងគឺតានីដឹងតែរីគិនហើយអាផាន់រងមកបងប្អូនឯងរៀបចំសាច់រឿងបែបអប់រំឲ្យបងមករឿងមកអញចាប់បាល់នេះដូចចំថតរឿងអប់រំអីទេអញមើលរឿង Sky ហើយដូចចំថតរឿងđóហើយរៀបចំរឿងមកបងមើលទៅអាច restore បានទេអាផាន់រងអត់ទេលទ្ធផលគឺពូយកទៅក្នុងបានន័យថាកំពុង live ហ្មងនៅពេលដែលចប់ live យើងយកអីទៀតចប់ live យើងដឹងលទ្ធផលបាត់ហើយហ្នឹងយើងយកទៅក្នុងពេល live ហ្នឹងហើយ share ការ live ពូមួយផងថ្ងៃ14បាទឥឡូវយើងនិយាយរឿងបញ្ហាទី2បាទជំនាញរឿងដែលពូត្រូវនិយាយហ្នឹងគឺបាទកម្ពុជាយើងត្រៀមការប្រកួតនៅក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022ហើយកម្ពុជាយើងត្រូវលេងប៉ះជាមួយនឹងក្រុមបាល់ទាត់ហ្វីលីពីនបាទនៅសល់6ថ្ងៃទៀតបាទន័យថាបាទពានរង្វាន់ AFF Mitsubishi Electric Cup 2022នេះគឺកម្ពុជាយើងបានចាប់ឆ្នោតរួចរាល់ហើយកម្ពុជាយើងគឺស្ថិតនៅក្នុង Pool A បាទកម្ពុជាយើងត្រូវបាទជួបជាមួយមានហ្វីលីពីនបាទមានឥណ្ឌូនេស៊ីហើយនិងក្រុមបាល់ទាត់បាទអធិស្ឋានបាទមានហ្វីលីពីនមានឥណ្ឌូនេស៊ីមានប្រុយណេហើយនិងថៃឡង់បាទមានដល់ទៅ4ក្រុមអញ្ចឹងក្នុងមួយពូលមាន4ក្រុមកម្ពុជាយើងត្រូវប៉ះជាមួយនឹងឥណ្ឌូនេស៊ីអធិស្ឋានបាទប៉ះជាមួយនឹងហ្វីលីពីនថ្ងៃ20ប៉ះជាមួយនឹងឥណ្ឌូនេស៊ីថ្ងៃ29ប៉ះជាមួយនឹងប្រុយណេថ្ងៃ2បាទថ្ងៃ2ខែ1 2023ហើយលើកចុងក្រោយប៉ះជាមួយនឹងក្រុមបាល់ទាត់ថៃឡង់អញ្ចឹងបានន័យថាយើងនៅសល់6ថ្ងៃទៀតប៉ុន្តែពូអត់ទាន់ដឹងថាសហព័ន្ធបាល់ទាត់កម្ពុជាលោកបានដាក់លុសម្បត្តិចូលទស្សនានឹងថ្ងៃណាទេតែគាត់ថាព័ត៌មានច្បាស់ការពូបានពិនិត្យហើយក៏បានអានរួចរាល់ហើយការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022នេះគឺយើងចាប់ឆ្នោតគឺយើងស្ថិតនៅក្នុង Pool A បាទ Pool A មានហ្វីលីពីនមានឥណ្ឌូនេស៊ីមានប្រុយណេហើយនិងថៃបាទយើងស្ថិតនៅក្នុង Pool ដែលមានក្រុមខ្លាំងទៀតបាទនៅក្នុងហ្នឹងយើងមើលទៅកម្រិតបាទដូចបាទថៃបាទដូចឥណ្ឌូនេស៊ីហ្នឹងគឺស្ថិតជាក្រុមខ្លាំងហើយប៉ុន្តែគាត់ថាយើងបើកឆាកមុនដំបូងគេថ្ងៃ20ហ្នឹងគឺប៉ះមួយហ្វីលីពីនបាទលេងនៅកីឡាដ្ឋានមរតកតេជោ
នៅតែនិយាយតែអត់ជឿជាក់លើបារាំងណែសូម្បីតែសម្ដេចពុកក៏លោកបានមានប្រសាសន៍ថាបារាំងអាចនឹងឈ្នះពៀនទេបើតាមមើលទម្រង់លេងពូខេងសម្ដេចពុកគាត់ខមមិននៅក្នុងเพจផ្លូវការរបស់គាត់ដែរសូម្បីតែសម្ដេចពុកក៏គាត់ជឿជាក់លើបារាំងដែរណាមិនពូនិយាយតែនិយាយទេណាសម្ដេចពុកលោកចូលចិត្តមកទាត់អញ្ចឹងបានគាត់ដឹងពីការលេងរបស់ក្រុមជម្រើសជាតិបារាំងថាល្អឬមិនល្អហើយគាត់បានមានប្រសាសន៍ថាបារាំងអាចនឹងឈ្នះពានផងការ World Cup លើកនឹងទៀតទេ Mr. Soccer កម្ពុជាដាក់ទិសដៅយកពានប្រចាំទ្វីបអាស៊ី AFC ASEAN Cup 2100ហើយនេះហើយកុំនិយាយអារម្មណ៍វិញ2100វាលោកវាមិនមែន2100ទេណាសួស្ដីគូម៉ា Singer គូម៉ាគិតទៅមើលទៅអាចនឹងមានចំណាប់អារម្មណ៍ខ្លះហើយយប់នឹងគិតថាបារាំងឬក៏ម៉ារ៉ុកហើយលទ្ធផលប្រហែលទល់ប្រហែលពូអាចនឹងស្មើអត់បើពូគិតថាអត់ស្មើទេបើយប់នឹងគឺស៊ីសងគ្នាក្នុងម៉ោង90នាទីបូកមកអត់មាន15នាទីឬអីទេបើហ្នឹងគីឡូត្រឹមម៉ារ៉ុកពូគិតថាបារាំងនឹងបញ្ចប់ត្រឹម90នាទីហ្នឹងហើយសៃហាថាខ្ញុំគិតថាពេលហ្នឹងទីអាគាត់បារាំងអាចស៊ីម៉ារ៉ុកលើសមួយគ្រាប់អត់ពូប្រហែលជាអាចលើសពូគាត់ថា 70% អាចលើសអាគាត់បាល់ហ្នឹងអហូយើងនឹងជិតចប់ហើយWorld Cupនៅសល់តែ3ប្រកួតទៀតទេចប់ហើយមកនៅសល់យប់នេះមកប្រកួតដើម្បីរកក្រុមដែលឡើងទៅវាផ្ដាច់ព្រាត់ហើយបន្ទាប់មកលេខ3លេខ4ហើយថ្ងៃផ្ដាច់ព្រាត់យប់ថ្ងៃ18ម៉ោង10អាហ្នឹងថ្ងៃផ្ដាច់ព្រាត់មកក៏រ៉េចស្កអร์ 1-0 មិនដែរពូបើពូគាត់ថា 2-0 ណាគាត់តាហ្នឹងស្អីថ្ងៃស្រឡាញ់យក 1-0 ក៏យកទៅគូម៉ា Singer អស់ហើយលែងមានអីហើយ World Cup សម្រាប់ខ្ញុំយើងគិតមកក្រុមទៀតចុះគូម៉ាឥឡូវយើងសម្រាប់យកអាផ្ដាច់ព្រាត់មកគូទៀតចុយមួយចេះចង់ឲ្យពូបកស្រាយពីស្កាយបកស្រាយស្អីបើសាច់រឿងគេមានអីមិនមើលទៅគូម៉ាមានបានមើលរឿងស្កាយចប់ទៅអារ៉ាមីវាមើលហើយអារ៉ាមីវាអស់5រៀលអានោះដេកមើលហើយចាក់សោបន្ទប់ទៀតអារ៉ាមីហើយពូចេះឆ្ងល់ចាក់នៅក្នុងបន្ទប់វាធ្វើអីវាស្ងាត់ឈឹងបើវាប្រាប់ថាបងមើលរឿង Sky ចប់ហើយអស់5រៀលអូអានេះសងំចាក់សោក្នុងបន្ទប់ហើយបិទភ្លើងមើលរឿង Sky ទៀតអត់បានទេ Sky អូន Sky អញ្ចឹងយើងមានតែប៉ុណ្្នឹងទេយើងជជែកលេខយប់ហ្នឹងហើយយប់ម៉ោង2យប់នេះយើងជួបគ្នាដើម្បីរងចាំមើលថាក្រុមណាត្រូវឡើងទៅប៉ះជាមួយអាសង់ទានវាផ្ដាច់ព្រាត់បារាំងឬក៏ម៉ារ៉ុកឬក៏បារាំងត្រូវឡើងទៅជួបក្រុមពពកឃីវអាសង់ទាននៅ Final Game អរគុណច្រើនបងប្អូនបាទជូនពរបងប្អូនជនរួមជាតិឲ្យជួបប្រទេសតែសុខភាពល្អសម្រាប់ការងារជោគជ័យគ្រប់ភារកិច្ចម៉ោង2ជួបគ្នា